ta ở vậy tới cái chiếc siêu âm ta siêu âm cái pra bẹp ná cái chặt bẹp nè ok lâu mơ được điểm này cái chặt tầng óc này chọnចូលទៅក្នុង community គឺខ្ញុំដាក់ link នៅក្នុង comment អ្នកនរគ្នាអាចចចូលបានគឺមានមេរៀននិង indicator អីគឺមានទាំងអស់សម្រាប់ព័ត៌មានគឺយើង update ប្រចាំថ្ងៃអូខេអរគុណច្រើនអូខេឥឡូវយើងមកស្គាល់អំពី QM ពាក្យពេញរបស់វា Quasimodo អញ្ចឹង QM តើគេចាប់បែបណា QM អ្នកនរគ្នាពេលដែលទីផ្សារបានបង្កើត high ហើយវាចុះមកវិញបង្កើត low វា low ពេលបង្កើត low វា low ផ្សារបានបុកផ្ដាច់ high ចាស់របស់វានេះកន្លែងហ្នឹងបើយើងចាប់តាក់ទងជាមួយមេរៀនរបស់យើង ICT គឺជាគេជាឆក់ឬក៏ជា market structure SIP អញ្ចឹងសម្រាប់គ្នាយើងស្គាល់ភាគច្រើនគឺឆក់អញ្ចឹងខ្ញុំចាត់ឆក់ទៅពេលដែលផ្សារបានបំបែក high ចាស់របស់វានេះបង្កើតជា high វា high ពេលដែលផ្សារបង្កើត high វា high វាចុះមកវិញចុះមកដល់ខាងក្រោមនេះប៉ុន្តែវាអត់ទៅនៅត្រឹមគេ breaker នឹងទេកន្លែងនេះជាទូទៅគឺយើងចាប់វាគឺជា breaker ប៉ុន្តែបើសារបុកផ្ដាច់ breaker មួយហ្នឹងចុះមកខាងក្រោមមក sweep low ចាស់របស់វានេះ low ចាស់កន្លែងហ្នឹងជាទូទៅយើងចាប់ពីគេជា BOS យើងចាប់ជា BOS អញ្ចឹងពេលដែលផ្សារតម្លាក់ខ្លួនមកខាងក្រោមមកស្មើជាមួយនឹង BOS យើងចាប់យកជាសាច់អ្នកខ្លះចាប់ជាវិចយើងចាប់ជាសាច់ទៅអ្នកទាំងអស់គ្នាចាប់ជា body ហ្នឹងណាពេលដែលយើងចាប់ហើយអូសមកកាត់ជាមួយគេ O block ឬក៏ high ឬក៏ LVG អីកន្លែងហ្នឹងហើយគឺយើងហៅថា QM ពេលដែលផ្សារមក retest កន្លែងហ្នឹងគឺជាកន្លែង entry ចូលបាយអូខេជា entry ចូលបាយពេលដែលយើងបាយ SL របស់យើងកុំព្យាយាមដាក់វែងពេកអ្នកទាំងអស់គ្នាដាក់ធំ low ឬក៏ក្រោម low បន្តិចមកអញ្ចឹងយើង TP របស់យើងទៅដាក់ឡើង high vừa high អូខេដាក់ឡើង high vừa high ចុះតម្រង bearish តម្រង bearish ក៏ដូចគ្នាដែរអ្នកទាំងអស់គ្នាផ្សារកាលណាដែលចុះមកបង្កើត low ពេលដែលបុកផ្ដាច់ low មួយនេះពេលដែលផ្សារឡើងទៅ retest ខាងលើវិញទៅប៉ះ QM high នេះ QM high យើងអូពី high មួយនេះមកប៉ះកន្លែងនេះអញ្ចឹងតម្រងគឺដូចគ្នាគ្រាន់តែវាបច្ច្រាស់គ្នាមួយ bearish មួយ bullish តែប៉ុណ្ណឹងគ្រាន់តែបច្ច្រាស់គ្នាកន្លែងនេះគឺកន្លែងជា entry ចូល sell គឺយើងចូល sell នៅតំបន់មួយនេះអូខេនៅតំបន់មួយហ្នឹងមក TP របស់យើងនៅខាងក្រោមអញ្ចឹងទីផ្សារឃើញថាមួយរយៈនេះគឺផ្សារភាគច្រើនគឺ sweep បែបហ្នឹងគឺដើរបែបហ្នឹងបានខ្ញុំមកប្រាប់ពីរបៀបនៃការចាប់ QM ហ្នឹងឲ្យអ្នកទាំងអស់គ្នាស្វែងយល់បន្ថែមទៀតតាក់ទងជាមួយនឹងយុទ្ធសាស្ត្រមិនមែនថា ICT ដល់ពេលវាអត់សូវ fit ជាមួយនឹង ICT យើងប្រើ smart money concept អីច្បល់ចូលគ្នាទៅដើម្បីរូបមន្តយើងឃើញមួយណាប្រើការកាត់យើងប្រើមួយនឹងសិនអូខេអញ្ចឹងខ្ញុំមកប្រាប់ពីរបៀបនៃការចាប់ទីផ្សារជាក់ស្ដែងនៅក្នុងក្រាបមុននឹងយើងចាប់ជាQM យើងដាក់ឲ្យខ្សែចេញជាខ្សែចេញយើងស្រួលមើលអ្នកទាំងអស់គ្នាហ្នឹងហើយអញ្ចឹងពេលដែលយើងចាប់គឺយើងចាប់បែបនេះយើងចាប់ពី high មួយនឹងមកអ្នកទាំងអស់គ្នាចាប់ពី high មួយនឹងមកហើយកន្លែងនេះគឺជា QM high អញ្ចឹងយើងដាក់មក QM high អូខេអញ្ចឹងយើងដាក់ទៅជា body វិញដាក់ body អ្នកទាំងអស់គ្នាឃើញថាផ្សាររបស់យើងគឺយើងអត់ចាប់យកវិចទេគឺយើងចាប់ធំ body នេះជាទូទៅអ្នកខ្លះគាត់ចាប់វិចក៏បាន body ក៏បានប៉ុន្តែខ្ញុំ recommend ឲ្យគ្នាយើងគឺចាប់ជា body ទៅលើ body ហ្នឹងយើងគូឆ្វោកទៅអញ្ចឹងសម្រាប់ time frame 1ម៉ោងយើងឃើញថាទីផ្សាររបស់យើងគឺវាជាទីផ្សារបែបនេះអញ្ចឹងយើងបំបែក1ម៉ោងកន្លែងនេះគឺជាគេគឺជាឆក់យើងចាប់វាជាឆក់ក៏បានដែរអូខេឬក៏market structure SIP ក៏បានដែរអ្នកទាំងអស់គ្នានឹងស្រេចទៅលើអ្នកទាំងអស់គ្នាចាប់ទេអញ្ចឹងខ្ញុំបំបែកទៅ time frame គេ15នាទី time frame 15នាទី time frame 5នាទីដើម្បីបំបែកទៅ time frame ទូចយើងរកកតិច time frame នៃការចូលផ្សាររបស់យើង confirm នៃការចូលអញ្ចឹងទីផ្សាររបស់យើងគឺវាជាទម្រង់បែបនេះបើយើងចាប់អានេះគឺជាគេជា BOS មែនទេជា BOS market structure SIP ហើយទម្រង់ IVG នេះគឺយើងអាចធ្វើការចូលបានដែរអញ្ចឹងតំបន់មួយនេះគឺជា breaker ប៉ុន្តែផ្សារបានបុកផ្ដាច់ breaker ទៅខាងលើទៅប៉ះជាមួយ O block ឬក៏ IVG ជាកន្លែងធ្វើការ entry ចូលបានអាចចូល sell អញ្ចឹងយើងខ្ញុំដាក់កន្លែងនេះជាការ sell ហើយ QM នេះជាទូទៅយើងប្រើស្តៀងតែគ្នាទេអ្នកទាំងអស់គ្នាប៉ុន្តែបើសិនជាយើងយកវាមកកំបាញ់ដើម្បីឲ្យស្គាល់កាន់តែច្រើនកាន់តែល្អអូខេខ្ញុំដាក់ឲ្យស្មើគ្នាមកឲ្យស្អាតតិចអូខេអញ្ចឹងខ្ញុំធ្វើការ play ចាំមើលថាទីផ្សាររបស់យើងវាទៅប៉ះ TP របស់យើងអត់ឬក៏វាឡើងទៅ CSL តើវាត្រូវទៅតាមរូបមន្តរបស់យើងអត់អូខេនេះជា TP វាគឺជា TP អញ្ចឹងខ្ញុំធ្វើការ play អូខេវាចាក់ចូលទៅដល់នេះហើយ QM high អ្នកទាំងអស់គ្នាអូខេអ្នកទាំងអស់គ្នាអញ្ចឹងយើង TP របស់យើងគឺវាបានមកដល់ហើយសម្រាប់ TP នេះឃើញមកដល់ CTP របស់យើងហើយអញ្ចឹង QM គឺគេចាប់ផ្សារបែបហ្នឹង
ទម្រង់ up trend ក៏ចាប់បែបហ្នឹង down trend ក៏ចាប់បែបហ្នឹងអ្នកទាំងអស់គ្នាគឺយើងយកអីគេពី BOS នេះគឺអូកាត់មកតែម្ដងអូកាត់ម្ដងពេលដែលវាឡើងទៅ sweep គឺវាប៉ះជាមួយ O double lock ឬក៏ LVG អីគឺយើងហៅវាជា QM អូខេសម្រាប់វីដេអូមានតែប៉ុណ្្នឹងទេអូខេអរគុណច្រើនបាយ